ពុទ្ធជុំពេញនៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈមួយព្រះធម្មរតនៈមួយព្រះសង្ឃរតនៈមួយដោយស្ដេចគ្រប់ស្ដីចេតនាកោតក្រែងក្រែងដែងសពសពការសូមធ្វើការចម្រើនពរពួកអស់លោកជាឥស្សរាកបដីសេមីនិទានទាំង5គ្រួសារពុទ្ធបរិស័ទទាំងអស់ដែលមានវត្តមានក្នុងលាវិទិដ្ឋិថ្ងៃសុក្រ11កើតឆ្នាំខែបុគ្គលឆ្នាំអាសាឍសប្តាហ៍ស័កពុទ្ធសករាជ2569ជាថ្ងៃប្រកបដោយអ្នកខត្តរិទ្ធជាជ័យមង្គលដ៏ល្អប្រសើរដែលឥស្សរាធិបតីសមីនិទានបានប្រម៉ែប្រមូលនៅផៅសន្តានញាណក្នុងទីចិត្តនិងទីឆ្ងាយប្រពធ្វើនៅពិធីបុណ្យគម្រប់ខួបចម្រើនពិជនពុទ្ធិពិសេសនិងពិស្ដាតាមពិតទៅនេះជាប្រពៃណីរបស់ពុទ្ធបរិស័ទក្នុងក្រុងកម្ពុជាយើងក្នុងការថ្វាយទានឬបំពេញនៅកុសលឯណាមួយក្នុងសន្តានរបស់ខ្លួនដែលមែនតែទៅជាតិសាសន៍ដទៃទីតីក្រៅពីប្រទេសកម្ពុជាយើងពីជនជាតិខ្មែរយើងក៏មាននៅការគោរពជឿនៅព្រះពុទ្ធសាសនានៅព្រះបរមពុទ្ធោវាទដែរគ្រាន់តែប្រពៃណីក្នុងការថ្វាយទានឬបំពេញនៅបញ្ញកុសលណាមួយនោះដតីក្រៅពីជាតិសាសន៍របស់ខ្មែរយើងមានភូមិលង្កាសៀមឬក៏លាវ័យជាដើមកាលណាគេចង់ថ្វាយទានក៏នាំគ្នាមនីរៀបចំនៅទេយ្យវត្ថុផ្សេងសម្រាប់ប្រសង់នៅក្នុងវត្តអារាមមួយដោយនិមន្តព្រះសង្ឃមកទទួលផាត់ថ្វាយនៅបច្ច័យ4ជាដើមរួចចាប់សពគ្រប់ទៅក៏នាំគ្នាមកផ្ទះវិញបង្កការងារចិញ្ចឹមជីវិតជាធម្មតាទៅប៉ុន្តែខ្មែរយើងលោកកាន់យកទំនៀមរបស់ក្រុងកណ្ដុំពីសម័យពុទ្ធកាលនោះគឺថានិយមនិមន្តបដិគាកៈដែលជាអ្នកទទួលនឹងមកកាន់ផ្ទះសម្បែងរបស់ខ្លួនរៀបចំប្រដាប់តាក់តែងដោយទីសេនាសនៈដ៏ល្អប្រសើរគ្រឿងភោជនដល់បណ្ឌិតល្អពកផងហើយនិមន្តសង្ឃមកដើម្បីទទួលផាត់ហើយថ្វាយនៅបច្ច័យ4ពោះបដិគាកៈតាមផ្ទះនីមួយផ្ទះខ្លះមានធនធានច្រើនទៅក៏ប្រព្រឹត្តខ្លួនដោយខ្លួនឯងមិនចាំបាច់គៀងគងអ្នកដទៃឲ្យចូលរួមផងប៉ុន្តែគ្រួសារខ្លះក៏មិនសូវសម្បូរដោយធនធានទៅក៏នាំគ្នាប្រម៉ែប្រមូលក្រុមគ្រួសារភាសាបង្កើតអីផ្សេងនៅទីដទៃមកជួបជុំគ្នាហើយក៏ប្រពនៅពិធីនេះខ្មែរយើងមិនមែនធ្វើតែបន់ចំពោះបដិគាកៈដែលទទួលគឺអ្នកមានសិលតែម្យ៉ាងទេគឺមានការជូននៅទាននៅក្នុងថ្ងៃហ្នឹងអញ្ចឹងមិនមែននិមន្តមកប្រសង់មកហើយថ្វាយទានអីរួចរាល់ចាប់សពគ្រប់ក៏មិនមែនទេមានការអញ្ជើញបងប្អូនមានមីងកូនក្មួយសាច់សន្តានមិត្តភក្តិសម្លាញ់ដែលស្គាល់គ្នាដែលជាសាច់ញាតិនឹងគ្នាមករួមជាមួយផងបង្ហាញនៅទឹកមុខនិយមញែនរាក់ទាក់រាប់រងគ្នាដោយករណាមុទិតាឧបេក្ខាហើយក៏អញ្ជើញអ្នកទាំងអស់នោះទៅកាន់ទីសង្ឃគួរហើយលើកនៅទាននោះជូនចំពោះមនុស្សម្នាផងទាំងឡាយនឹងទៀតជាខ្មែរយើងប្ររពនៅថ្វាយនៅទានចំពោះសង្ឃហើយប្ររពទានចំពោះនុស្សជាតិផងគ្នាទៅទៀតជាមួយនឹងញាតិសម្លាញ់ផងគ្នាទៅទៀតអញ្ចឹងនេះជា
ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិខ្មែរយើងទេដោយនៅស្រុកដតីនោះគេមិនបដោតទៅលើនៃបរិស័ទទេគេបដោតទៅលើតែចំពោះភិក្ខុសង្ឃទេកាលណាគេមានធនធានគេចង់និមន្តព្រះភិក្ខុសង្ឃ10អង្គ20អង្គ100អង្គ1000អង្គយ៉ាងម៉េចអានឹងគឺគេថាគេគិតទៅរឿងលោកមិនធម្មតានិមន្តមកថ្វាយទានហើយក៏ចាប់សពព្រោះតែប៉ុន្តែយើងបដោតទៅលើទាំងពីរការនិមន្តព្រះសង្ឃមក3 4 5អង្គដើម្បីថ្វាយទានចឹងទៅប៉ុន្តែអញ្ជើញមានបងប្អូនមកកោះកដតីទៀតក្នុងការជូននៅទាននឹងអង្គនោះទានដោយមានការទទួលទាននៅគ្រឿងឧបភោគបរិភោគផ្សេងជាទម្លាប់របស់ពុទ្ធសាសនិកខ្មែរយើងសួរថាទម្លាប់បែបហ្នឹងជាប្រយោជន៍ទេជាផលទេឆ្លើយតាមព្រះសូត្រគឺថាជាប្រយោជន៍និងជាផលបានដូចគ្នាគ្រាន់តែអានិសង្សរបស់គ្នាតាមកម្រិតសិលគុណធម៌ជាដើមប៉ុន្តែជួថាបានប្រកបច្បាស់ថានឹងបាននឹងគឺអំណាចនៃការថ្វាយទានហ្នឹងបុណ្យនៅក្នុងថ្ងៃនេះបឋមប្រធានទាំង5គ្រួសារនោះគោរពធ្វើនៅពិធីបុណ្យគម្រប់ខួបពាក្យថាគម្រប់ខួបក្នុងទីនេះជាដំណើរវិលជុំរបស់បំណងអ្វីមួយវត្ថុបំណងអ្វីមួយដែលយើងចាំចំណាំទុកដូចជាការលះលោករបស់ញាតិដែលជាអ្នកមានគុណជាទានាធិបតីនៃគ្រួសារជាដើមកាលណាលោកលះនៅអាយុសង្ខាររបស់លោកក្នុងថ្ងៃណាខែណាឆ្នាំណាហើយកូនចៅប្រុសស្រីនោះក៏រមែងចាំយកថ្ងៃនោះខែនោះឆ្នាំនោះថាជាខួបវេលាកាលវេលាវិលជុំមកដល់ថ្ងៃនោះខែនោះឆ្នាំនោះវិញក៏នាំគ្នាកាន់យកនៅសេចក្តីនឹករលឹកដល់សេចក្តីនឹករលឹកក្នុងទីនេះរលឹកក្នុងបុណ្យកុសលបារម្ភក្រែងលោញាតិដែលជាមិត្តជាសម្លាញ់ជាអ្នកមានគុណជាគ្រូឧបជាយាចាជាមេដាបិតាក្រែងលោការដែលលះលោកទៅពីលោកនេះទៅកម្មលោកខាងមុខនោះវិបាកបដិសន្ធិណាមួយញ៉ាំងជាតិកំណើតរបស់គាត់ឲ្យកើតក្នុងទីនឹងខ្ពង់ខ្ពស់ទេញាតិឯនេះក៏នេះនាំគ្នាខ្នះខ្នែងកសាងនៅបុណ្យកុសលឯណាដែលព្រះពុទ្ធសាសនាយើងមានសម្ដែងមកជាហូរជាហាយនៅផលនៃទានដែលកើតឡើងពីតកណានុទានជាដើមហ្នឹងដើម្បីយកនៅអំណាចនៃកុសលនោះឧទ្ទិសគោរពចំពោះញាតិដែលចែកឋានទៅអញ្ចឹងបុណ្យគម្រប់ខួបនេះមិនមែនគ្រាន់តែធ្វើទៅឲ្យល្អមើលទេយើងត្រូវប្រកបដោយអង្គក្នុងទីនេះគឺសម្ដៅយកតក្កិណានុប្បទានដែលជាអង្គចាំបាច់អ្វីទៅជាតក្កិណានុប្បទានជាទានដែលមាននៅតីវត្ថុដែលរៀបរៀងហើយដោយធម៌គឺថាមិនមែនបានដោយការកាប់សម្លាប់លួចឆក់ប្លន់កុហកបោកប្រាស់អីទេគឺការឡើងដោយសមាជីវៈការចិញ្ចឹមជីវិតដ៏ត្រឹមត្រូវបានមកនៅតីវត្ថុទាំងអស់នោះហើយពុទ្ធអិសរានៃទាននោះបានរៀបចំនិមន្តបដិគាកៈអ្នកទទួលសម្ដៅយកអ្នកមានសិលយើងសពថ្ងៃសម្ដៅលើព្រះភិក្ខុសង្ឃនវសាមណេរអីជាដើមនិមន្តលោកមកហើយនាំគ្នារក្សាសិលរួចចប់សពគ្រប់ហើយក៏ថ្វាយនៅទាននៅទិសទៅទាននោះដោយអំណាចនៃទានថាអ៊ីទាំងវោទានណាមេត្តាបេតុណាញាតិណាហោតុសព្ទតាហោតយេតិយោជាតាដោយតាំងចិត្តរបស់ខ្លួនថាអំណាចនៃទានដែលខ្លួនបានធ្វើនេះសូមបានសម្រេចដល់ញាតិរបស់ខ្លួនហើយសូមឲ្យញាតិរបស់ខ្លួននោះបានដល់នៅសេចក្តីសុខចុះអញ្ចឹងទើបបុណ្យគម្រប់ខួបក្នុងទីនេះមានអត្ថន័យអត្ថរសយ៉ាងណាស់គឺថាបកកដោយអង្គនៃតក្កិណានុប្បទានព្រោះមានតែផលនៃតក្កិណានុប្បទាននេះទេដែលអាចញ៉ាំងកំណើតថោកទាបរបស់សត្វដែលកើតក្នុងកំណើតប្រែតវិស័យឲ្យរួចរំដោះបានអានេះគឺថាយើងក៏បីកុំធ្វេសប្រហែសក្នុង
rương này tại cả nam một tiền nâng cùng rồi vô tại một địa màu trà sạch nhiệt sạch lanh mật hương bòn hẹp hay chỉ đa màu đa dương lại tại rồi vô đua đòi cả để sang tha ra cạnh nam mỗi click nằm kia mà vài tiền khuôn ai click nằm kia mà từ tiền khuôn aiนั้นบนนั้นขาดมันอาจช่วยเนียดแต่ยืนจังหวะตื่นเอาในบ้านที่มันต่อแต่ยืนรักษาสารพูดไอ้ฝ่ายเตียนแต่ต่อได้ตื่นเตียนนั่นแต่พูดไอ้เดี๋ยวพอนั้นบ้านต่อเนียดแต่ยืนจังหวะตื่นจังช่วยนั่นแจ้งผมรู้ควบน้องตีนนี่คือถ้ากอบไว้กันยกน้องเอาในเจตนานปฏิญนั่นเอาจบรอดมวยจิตบนจำรานประจุขนมตีนี่สังดาวยอกสักใดจำรานขนมไปเตะยืนลืมเปียธาจำรานประจุนั้นเปคลายืนกันธาการจำรานอายุนี่อายุแต่สะพายยืนเถื่อบอลเต้เอาเวลาตอนมาร้อยหรือมาร้อยแบบให้เองนี่จีการเกิดนี่เนี่ยมันตอนตรำใจที่เปียธาอายุเวยืนเต้าสมกรรายการเนี่ยหรือปัจจุบันอายุใครเราบอกมันต้องมีตรำแต่จัดสกุลชนำกะลาได้น้องมันเนี่ยจังจัดสกุลชนำนั้นเนี่ยหน้าจุนหน้ารีจุนไหนหน้าได้รุ่งเน่าบานอายุดาวจัดสกุลชนำเนี่ยนี่รอบท่าชีมันรุ่งอายุเว้ขนมกับนี่ฮะขนมกับปัจจุบันนะจังได้ยืนรุ่งเน่าบานนี่คืออาศัยอาศัยทอมออกไปเตะจังเติมขมายยืนตายเติมเชื่อเรื่องยกเนื้อการฝึกบอลนี่หายซ้ำหนักมัดชั่วโมงนี่เอาเตะเชี่ยบอลจุ่มรันไปเจอรวมเป็นแต่ไปเตะขนมทอดมาสบายนั่นเต้แต่อันยังอายุนั้นเอาจุ่มรันแต่บ้านอายุนั้นเอาจุ่มรันแต่บ้านหายอายุรวมเนื้อดาวตรมายุกับหรือก็เว้นเชียงอายุกับเจดาวแต่โดยสับทั้งอายุกับแต่เจ็ดสักบุญในบรรดาเนี่ยคลาสเราแปดสับจะให้อันนั้นเว้นนะนะบรรดาเนี่ยคลาสรวมมันเราเจ็ดสับเตนั้นมันรอบทาเว้นในรอบทาเชียมันดูอายุใครจังกาลายปีมนมาปอนปีปอนชนะมนปีปอนปรามเลยต้องสับชนะมนคือทำมันดูอายุใครมาโรยชนะจังหนอนหน้าได้รวมเราอายุมาโรยเติมรอบทาเชียมันดูอายุเว้นเพราะนั้นก็กล่าวนั้นคือมันเวรthì hai sập ngay chất sập buồn chẳng còn là na rung đó là chú chất sập buồn về nhà nhà sập tận nẹt lên sập bồn nẹt lên à lên chất sập buồn chẳng về ha hay về nó ngã sấy để thoa một bay tê chắc mà là cả thương quân làm làm phải chôm đấy cứ thật vừa ở đi ở đây chú tao đang làm việc cún rất có một cô là dân chồng và rung chú thoa một bay tệ là bỏ con cả lá cả nhăn nơi ở dung sang kha nó có ban cho bà chương này là tiền tệ phần đấy ca để nhăn ở dung đi ở cho bà bán nơi viên thom viên thập ở đây ai mùi tiền đây chỉ cá cột cro là xa cà phê với cột chuối tụm nông bồng rong ở dung chỉ vân nên ở vé cứ sẽ cái đây mình mà bảo cả nam viên sạch đây của ma thái anh ấy ayu mình bàn về đi chấm trước phần đời người phía vào của các sạch đây nơi sạch đây mình của ma buổi tiết đây chia ăn thấp ở đây để kho này nó ngoài dụ về này em thấy để ca lăng pi mà nô ca pi chao ca pi ăn nô ca pi rô ca tất cả lương ca nó ai cần lo tay bá là sái để dưới tăng lớn chỉ là thứ làm đó không có thể côn mình này chém được và rốt chưa vì khi con phụ thì bị xảy nên ở miền chỉ hồ chỉ hai mà đào sọc ngày bọn mùi tiên bọn cứ đà nông tìm lên sạp tới cả nông sọc ở tên xua tì và lông để chọn đọc sách nó có cất thả miền đà nên miền côn nát côn ở miền đà nên miền côn nát đại dương mai dương càng dọc đã con cứ đà nông tìm đến tôi sẵn đá từ nếu ca tọt ngon xong côn
ដល់មេដាបៃតាដែលយើងស្គាល់ថាជាធម៌កតញ្ញូនឹងព្រោះនោះទីតីពិសាត្រង់សម្គាល់ដល់ធម៌កតញ្ញូនឹងកាលណាមិនមានធម៌កតញ្ញូទេសង្គមនោះនេះរស់នៅដោយភាពជាបុគ្គលបោដោយការប្រមាថការងាយការកັບសម្រាប់ចោលនេះទៅដូចសម័យខ្មែរក្រហមយើងមានទៅស្លាប់យកសាច់មកធ្វើផ្អកអីអត់បញ្ញកុសលកើតឡើងពីធម្មទាននេះប្រមជូនពុះដល់បាសកឹងនឹងហៀងលោកគូ26ឆ្នាំហើយបាសកាហុងសំ30ឆ្នាំហើយបាសកមីណែម44ឆ្នាំហើយបាសកាសុខណ្ឌលោកគូ10ឆ្នាំហើយទីលោករតរំ